សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះអ៊ីនយ៉ាងឈីងក៏បានបញ្ចេញនៅកម្លាំងធម៌ពលរបស់គេស្រែកទៅកាន់ទូប្រុសរបស់យើងថាត្រៀមខ្លួនស្លាប់ទៅហើយគេក៏បានបន្តសម្ដៅចូលទៅរកឈីងយានខណៈដែលគិតក៏បានកិច្ចអំពីការប្រហាររបស់យ៉ាងឈីងធ្វើឲ្យកូនសិស្សជាច្រើនក៏មានការភ្ញាក់ផ្អើលព្រោះថាពាក្យចចាមរាមគឺបាននិយាយថាទូប្រុសយើងនៅត្រឹមតែកម្រិតទី3នៃអាណាចក្រផ្កាយតែប៉ុណ្ណោះហើយនៅពេលនេះវិញឈីងយានក៏បានប្រើប្រាស់នៅកម្លាំងធម៌ពលរបស់គាត់ដើម្បីវាយទៅលើអ៊ីនយ៉ាងឈីងហើយបន្ទាប់មកក៏បានសួរទៅកាន់អ៊ីនយ៉ាងឈីងថាក្បាច់គុណក៏ដូចជាបច្ចេកទេសអាវុធដែលគេកំពុងតែប្រើនេះវាគឺជាអំណោយរបស់គ្រួសារលីនបានផ្ដល់មកឲ្យគេមែនទេនិយាយឲ្យថាគេនឹងគឺបានធ្វើជាឆ្កែបម្រើរបស់គ្រួសារលីនប៉ុន្តែបែរជាបោះក្បាលមកខាំគ្រួសារឯងវិញទៅទៀតប៉ុន្តែអ៊ីនយ៉ាងឈីងគឺមិនព្រមទទួលស្គាល់នោះទេដោយនៅពេលនេះគេគឺនៅតែបន្តបញ្ចេញនៅកម្លាំងធម៌ពលរបស់គេស្របពេលដែលតួប្រុសរបស់យើងក៏បានធ្វើការកោះហៅនៅស្រោមអាវុធរបស់គាត់ហើយបើទោះបីជាវាគ្រាន់តែជាស្រោមដាវក៏ដោយប៉ុន្តែអំណាចធម៌ពលដែលគាត់បានបញ្ចេញនឹងវាពិតជាខ្លាំងកូនសិស្សជាច្រើនក៏បាននិយាយថាសម្ពាធធម៌ពលនេះគឺវាពិតជាគួរឲ្យរន្ធត់ខ្លាំងមែនទេស្របពេលដែលអ៊ីនយ៉ាងឈីងក៏បានស្រែកទៅកាន់ទូប្រុសយើងថាគាត់មិនគួរណាត្រឡប់មកវិញនោះទេខណៈដែលកម្លាំងធម៌ពលរបស់គេក៏វាយសម្ដៅចូលទៅរកគាត់ឈីងយានក៏ប្រើប្រាស់កម្លាំងរបស់គាត់ទៅរារាធ្វើឲ្យអ៊ីនយ៉ាងឈីងគឺពិតជាមានការងឿងឆ្ងល់ហេតុអ្វីបានជាពេលនេះទៅហើយទូប្រុសយើងគឺមិនទាន់ចាស់ឬមួយក៏មិនទាន់ដួលទៀតស្របពេលដែលឈីងយានក៏តបទៅវិញថាចំពោះអ្វីដែលគេបានប្រើប្រាស់ហ្នឹងវាគឺគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់នោះទេបើទោះបីជាគេមានអាវុធល្អប្រើក៏ដោយក៏គេមិនអាចបញ្ចេញនៅកម្លាំងបានពេញលេញដដែលបន្ថែមនៅកម្លាំងរបស់គាត់បន្តិចនោះក៏ធ្វើឲ្យអ៊ីនយ៉ាងឈីងនៅពេលនេះគឺត្រូវបានធ្លាក់ចុះទៅខាងក្រោមប៉ុន្តែយ៉ាងណាមិញឈីងយានគាត់ក៏មិនទាន់បញ្ឈប់ត្រឹមប៉ុណ្ណឹងដែរពេលដែលគាត់ក៏បានបញ្ចេញនៅកម្លាំងធម៌ពលរបស់គាត់វាយទៅលើអ៊ីនយ៉ាងឈីងម្ដងទៀតដែលធ្វើឲ្យព្រឹទ្ធាចារ្យម្នាក់នៅពេលនេះគឺបានត្រឹមតែមានការភ្ញាក់ផ្អើលហើយបន្ទាប់ពីអណ្ដាតភ្លើងបានរលត់ទៅអ្វីដែលនៅសេសសល់វាគ្រាន់តែជាផេះមួយគំនោហើយនឹងអាវុធមួយតែប៉ុណ្ណោះហើយក៏ធ្វើឲ្យព្រឹទ្ធាចារ្យធំនៅពេលនេះគឺពិតជាតក់ស្លុតខ្លាំងមែនទេដោយសារតែកូនប្រុសរបស់គាត់គឺបានស្លាប់បាត់ទៅហើយដូច្នេះហើយពួកគេក៏បាននិយាយទៅកាន់ទូប្រុសថាទូប្រុសនឹងគឺបានកុហកពួកគេប៉ុន្តែឈីងយានក៏ប្រាប់ថាជាការពិតណាស់គាត់គឺទៅតែបំបែកចូលទៅកាន់កម្រិតទី4នៃអាណាចក្រកាយពីប្រហែលថ្ងៃមុនតែប៉ុណ្ណោះប៉ុន្តែបើទោះបីជាបែបនឹងក្តីព្រឹទ្ធាចារ្យធំគឺមិនជឿនោះទេហើយព្រឹទ្ធាចារ្យផ្សេងទៀតបាននិយាយថាគាត់បានប្រើប្រាស់នៅថ្នាំហាមឃាត់រួចហើយក៏លួចរៀននៅបច្ចេកទេសកម្រិតមេឃដោយគ្មានការអនុញ្ញាតឈីងយានក៏ប្រាប់ថារឿងហ្នឹងគឺមិនសំខាន់នោះទេអ្វីដែលសំខាន់នោះគឺទេពកោសល្យនៃការវឹកហាត់ព្រោះថាយ៉ាងណាមិញប្រសិនបើគ្មានទេពកោសល្យទេទោះបីជារៀនដល់ងាប់ទៀតក៏វាមិនកើតដែរហើយចំណែកទេពកោសល្យរបស់គាត់វិញគឺថាល្អជាងអ៊ីនយ៉ាងឈីដូច្នេះហើយជាធម្មតាវាជាបែបហ្នឹងហើយម្ល៉េះហើយព្រឹទ្ធាចារ្យធំនេះគឺនៅតែមិនសុខចិត្តដោយគាត់ក៏បានអុកឈើច្រត់ទៅលើដីតែម្ដងទៅដែលធ្វើឲ្យផេះហ្នឹងគឺបានហុយពេញហ្នឹងតែម្ដងខណៈដែលឈីងយានក៏មិនចង់វែងឆ្ងាយជាមួយនឹងពួកគេដែរនៅពេលដែលគាត់ក៏បាននិយាយថាល្ខោនគឺបានសម្ដែងចប់ហើយដូច្នេះហើយក៏ដល់ពេលដែលគួរតែបង្ហាញខ្លួនដែរក្នុងពេលនោះក៏ស្រាប់តែសំឡេងមួយក៏បានបន្លឺឡើងនិយាយមកកាន់គាត់ថាពិតជាល្អហើយនៅពេលដែលមនុស្សម្នាក់នឹងបានបង្ហាញខ្លួនអ៊ីនសនក៏បានបញ្ចេញប្រតិកម្មបន្តិចដូច្នេះហើយទូប្រុសក៏គិតថាមើលទៅមនុស្សម្នាក់នឹងហើយដែលជាអ្នកធ្វើបាបលបងសៀរបស់គេហើយមនុស្សម្នាក់នឹងគេគឺមានឈ្មោះថាលីនបៃហ៊ូដែលជាអ្នកប្រុសវ័យក្មេងនៃគ្រួសារអ៊ីនដ៏ល្បីល្បាញនៅក្នុងទីក្រុងធានអ៊ីនៅពេលនេះឈីងយានបាននិយាយទៅកាន់គេថាគេជាមនុស្សម្នាក់ដែលចូលចិត្តចេះដឹងរឿងគ្រួសាររបស់អ្នកដទៃហើយគេម្នាក់នឹងក៏បានគប់របស់មួយទៅទូប្រុសយើងប្រាប់ថារយៈពេល3ថ្ងៃក្រោយគេតំណាងឲ្យគ្រួសារលីននឹងធ្វើការប្រកួតគ្នាជាមួយទូប្រុសយើងឈីងយានក៏តបទៅវិញថាចំពោះអ៊ីនយ៉ាងឈីងគឺជាឆ្កែបម្រើរបស់គេនៅពេលនេះគឺបានស្លាប់បាត់ទៅហើយតើលីនបៃហ៊ូនឹងគឺមិនចង់សងសឹកឲ្យគេទេស្របពេលដែលលីនបៃហ៊ូគេគឺមិនចាប់អារម្មណ៍ច្រើននោះទេហើយគេក៏បាននិយាយអំពីលក្ខខណ្ឌនៃការប្រកួតគេចាញ់នោះគេនឹងប្រគល់នៅរ៉ែខ្មៅទាំងអស់នៃគ្រួសារលីនទៅឲ្យទូប្រុសយើងប៉ុន្តែប្រសិនបើទូប្រុសយើងចាញ់វិញសួនឱសថខាងវិញ្ញាណរបស់គ្រួសារអ៊ីគឺត្រូវតែបដូរឈ្មោះដាក់ត្រកូលលីនវិញម្ដងបែបនេះហើយឈីងយានក៏សួរតបទៅវិញថាតើលីនបៃហ៊ូនឹងគឺចង់កាត់ផ្ដាច់នៃប្រភពចំណូលនៃគ្រួសារអ៊ីនរបស់គាត់មែនទេប៉ុន្តែប្រសិនបើបែបហ្នឹងទៅហើយនោះគាត់ទទួលយកនៅការប្រកួតនេះប៉ុន្តែគាត់ប្រាប់ថាគាត់គឺមានរឿងមួយទៀតប្រសិនបើលីនបៃហ៊ូចាញ់នោះគាត់នឹងឲ្យលីនបៃហ៊ូលុតជង្គង់សុំទោសលបងសៀរបស់គាត់ចំនួន100ដងហើយខណៈដែលលីនបៃហ៊ូនឹងគឺចង់តវ៉ាដែរប៉ុន្តែបន្ទាប់ពីបានឃើញទឹកមុខដល់កំណាចរបស់ទូប្រុសយើងហើយគេមានអារម្មណ៍ថាដូចជាខ្លោបខ្លាចបន្តិចហើយខណៈដែលឈីងយានក៏បានដើរចាក់ចេញទៅធ្វើឲ្យលីនបៃហ៊ូគឺបានត្រឹមតែនិយាយថាទូប្រុសយើងនៅពេលនេះគឺមិនមែនជាទូប្រុសនៅកាលមុនឡើយហើយខណៈដែលព្រឹទ្ធាចារ្យទាំងអស់នោះវិញគឺកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកហេតុអ្វីបានជាមិននឹមគ្នាខាត់
ទូប្រុសយើងទៅហេតុអ្វីបានជាឲ្យគិតនឹងគឺថាយកព្រមនៅការប្រកួតជាមួយគ្រួសារលីនទៅវិញចំណែកនៅពេលនេះវិញឈិនយានបាននិយាយថាការម៉ាន់ធូឡនិងផ្កាអំបោះប្រាក់នោះនៅពេលដែលកិនវាคล้ายទៅជាម្សៅហើយពួកវាគឺពិតជាមានជាតិពឹសខ្លាំងមែនទេដែលអាចជឿបនៅចំណាត់ថ្នាក់កំពូលទាំង7បានទៀតប្រសិនបើលាយវាជាមួយនឹងទឹកក្តៅនោះវានឹងคล้ายជាទឹកឱសថដ៏ល្អបំផុតដើម្បីធ្វើការពង្រឹងនៅការវឹកហាត់ហើយវាក៏ធ្វើឲ្យគិតនៅពេលនេះគឺពិតជាមានអារម្មណ៍ថាសុខស្រួលខ្លាំងមែនទេជាមួយគ្នានោះក៏ស្រាប់តែខ្យល់ដ៏រំភើយក៏ចាប់ផ្ដើមបក់បោហើយមិនយូរប៉ុន្មាននារីម្នាក់ក៏ស្រាប់តែបានចូលមកហើយនាងក៏បាននិយាយថាកាលពីពេលមុននៅពេលដែលទូប្រុសយើងហត់នឿយនៅក្នុងការវឹកហាត់នោះនាងគឺតែងតែធ្វើបែបនេះហើយទូប្រុសក៏នៅតែនិយាយថានាងគឺនៅតែទំលាប់ដដែលដោយចូលមកនោះគឺមិនព្រមគោះទ្វារឲ្យគិតបានដឹងជាមុននោះទេហើយនារីម្នាក់ហ្នឹងនាងគឺមកអំពីគ្រួសារអ៊ឺយ៉ាដែលនាងមានឈ្មោះថាសៀវយាចំណែកឯឈិនយានក៏បានរំលឹករឿងកាលពី3ឆ្នាំមុននៅពេលនោះដែលគិតបានបែកគ្នាជាមួយនឹងនាងហើយនាងក៏បានរត់ចូលទៅរកគ្រួសារអ្នកមានទៅស្របពេលនាងក៏ប្រាប់ថានេះគឺជាអ្វីដែលគ្រួសាររបស់នាងបានធ្វើឲ្យនាងគឺមិនអាចប្រកែកបាននោះទេស្របពេលដែលឈិនយានក៏នៅតែបន្តថាអ្នកនាងធំនៃគ្រួសារអ៊ឺយ៉ាងដែលជាមនុស្សម្នាក់តែងតែចូលចិត្តភាពត្រេកអរក៏ដូចជាការសប្បាយរីករាយជាមួយនឹងទ្រព្យសម្បត្តិក៏ដូចជាកេរ្តិ៍ឈ្មោះហើយថ្ងៃនោះនៅពេលដែលគិតបានជួបនាងគឺញញឹមស្រស់ខ្លាំងមែនទេនាងក៏នៅតែបន្តថាគ្រួសារអ៊ឺយ៉ាងហើយនឹងនាងគ្រាន់តែបានជឿពាក្យតែប៉ុណ្ណោះហើយនាងគឺនៅតែទតឹងរង់ចាំទូប្រុសយើងប្រសិនបើគិតចង់បាននោះឈិនយានក៏តបទៅវិញថាប៉ុណ្ណឹងបានហើយមិនចាំបាច់ធ្វើបែបនឹងទៀតនោះទេព្រោះថាចាប់តាំងពីនាងគឺបានជ្រើសរើសបែបនឹងទៅហើយនោះអញ្ចឹងគឺឲ្យនាងបន្តសោយសុខបែបនឹងទៀតទៅរួចហើយក៏ដេញនាងឲ្យចាក់ចេញអំពីកន្លែងនេះប៉ុន្តែនាងក៏ប្រាប់ថាសុំនៅបន្តិចទៀតឈិនយានក៏ប្រាប់ថាប្រសិនបើនាងមិនចាក់ចេញនៅពេលនេះទេនាងប្រកាសជាស្ដាយក្រោយហើយដូច្នេះហើយនាងក៏ចាក់ចេញអំពីកន្លែងនេះទាំងកំហឹងបាត់ទៅឈិនយានក៏បាននិយាយអំពីលក្ខណៈសម្បត្តិរបស់នាងដែរបើនិយាយរួមទៅនាងគ្រាន់តែជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិមធ្យមតែប៉ុណ្ណោះដូច្នេះគឺពិតជាឆ្ងល់មកលើខ្លួនឯងហេតុអ្វីបានជា3000ឆ្នាំមុនគាត់លងស្រឡាញ់ទៅលើនាងទៅវិញអញ្ចឹងហើយគឺពិតជាមិនយល់ហើយជាមួយគ្នានោះសំឡេងដូចជាចាប់ចូលសម្បុកណាក៏បានបន្លឺឡើងនៅមាត់បន្ទប់របស់គាត់ដែរដូច្នេះហើយធ្វើឲ្យឈិនយានគាត់ក៏បានរអ៊ូថារកតែពេលនៅស្ងាត់ហ្នឹងមួយថ្ងៃក៏មិនបានដែរហើយនៅខាងក្រៅហ្នឹងវាក៏មានសំឡេងនៃការប្រយុទ្ធគ្នាផងដែរមួយយប់ក៏បានកន្លងផុតយ៉ាងលឿនព្រឹកឡើងថ្ងៃបន្ទាប់នៅពេលនេះឈិនយានគឺមានអារម្មណ៍ថាដូចជាស្រួលខ្លួនបន្តិចហើយគិតគឺពិតជាចង់ដឹងថាតើយប់មិញហ្នឹងតើអ្នកណាបានធ្វើអ្វីទៅនៅពេលដែលគិតបានដើរចេញទៅខាងក្រៅក៏ឃើញថាកូនសិស្សទាំងអស់ហ្នឹងគឺកំពុងតែត្រូវបានស្លាប់ដូចជាភ្នំនៅក្រោមកំដាប់ដៃរបស់បរិសម្នាក់ស្របពេលដែលបរិសម្នាក់ហ្នឹងគឺជាឃាតករលេខ1នៃគ្រួសារអ៊ីនដែលគិតមានឈ្មោះថាអ៊ីងម៉ឹងបន្ទាប់មកឈិនយានក៏បានសួរទៅកាន់លោកពូម៉ឹងថាយ៉ាងម៉េចហើយខានជួបគ្នាយូរមកហើយរួចក៏សួរថាកូនសិស្សទាំងអស់ហ្នឹងគិតគឺជាអ្នកសម្លាប់មែនទេស្របពេលដែលគិតក៏បានធ្វើការគួរសមទៅទូប្រុសយើងបន្តិចហើយក៏ប្រាប់ថាបើនិយាយទៅខ្លាចថាទូប្រុសយើងមិនជឿប៉ុន្តែទាំងអស់នេះគឺសុទ្ធតែជាថ្វីដៃរបស់គិតមែនហើយគិតក៏បានស្រមៃឲ្យយើងឃើញបន្តិចដែរជាមួយរឿងដែលបានកើតឡើងកាលពីយប់មិញដោយនៅពេលនោះគឺមាននៅកូនសិស្សមួយក្រុមកំពុងតែរៀបចំផែនការដើម្បីសម្លាប់ទូប្រុសរបស់យើងជាមួយនឹងបំពង់ឫស្សីមួយដែលនៅខាងក្នុងគឺមាននៅអាវុធសម្ងាត់មួយដែលមានផ្ទុកនៅជាតិពឹសយ៉ាងក្រាស់ក្រែតប៉ុន្តែអ្នកដែលកំពុងតែចាត់ការនោះក៏មានអារម្មណ៍ថាគេពិតជាមិនហ៊ាននោះទេដោយសារតែគេគឺកំពុងតែញ័រដែរហើយមនុស្សម្នាក់ក៏បានប្រាប់គេថាកុំខ្លាចអីត្រូវតែធ្វើចិត្តក្លាហានឡើយហើយដំបូងឡើយហ្នឹងគេគឺមិនចាប់អារម្មណ៍នោះទេប៉ុន្តែនៅពេលដែលងាកមកមើលក៏ឃើញថានោះគឺជាឃាតករលេខ1នៃគ្រួសារអ៊ីនធ្វើឲ្យពួកគេហ្នឹងគឺពិតជាខ្លាចខ្លាំងមែនទេចំណែកកូនសិស្សម្នាក់គឺថាសុំតបើកលុយមុនហើយចំណែកពួកគេក៏នៅតែឆ្ងល់ហេតុអ្វីបានជាព្រឹត្តិចារ្យឲ្យពួកគេធ្វើកិច្ចការនេះហើយហេតុអ្វីបានជាឲ្យឃាតករលេខ1ហ្នឹងគឺថាលោកដៃទៀតស្របពេលដែលអ៊ីងម៉ឹងគាត់ក៏បានដើរចូលទៅបន្តិចគាត់ក៏ប្រាប់ថារឿងទាំងអស់នេះគាត់គឺមិនចង់រវល់ហើយគាត់ក៏មិនចង់ប្រឡាក់ដៃរបស់គាត់ដែររួចហើយនោះគាត់ក៏បានដកឃ្លាថយក្រោយបន្តិចពួកគេទាំងអស់គ្នាឃើញហើយក៏ស្រែកប្រាប់ទៅកាន់គ្នាមិនអាចឲ្យគាត់នឹងគឺរត់បាននោះទេស្របពេលដែលពួកគេក៏បានធ្វើការឡោមព័ទ្ធជុំវិញគាត់ទៅចំណែកអ៊ីនម៉ឹងក៏ដកអាវុធរបស់គាត់ដោតទៅនឹងដីហើយក៏ប្រាប់ថានៅពេលនេះបើទោះបីជាមិនប្រើអាវុធក៏ដោយក៏អាចសម្លាប់ពួកគេបានដែរឬដូច្នេះកូនសិស្សជាច្រើនក៏បានបញ្ចេញអាវុធជាមួយនឹងកម្លាំងរបស់គេសម្ដៅចូលទៅរកអ៊ីងម៉ឹងយ៉ាងលឿនប៉ុន្តែជាលទ្ធផលដូចដែលយើងបានឃើញនៅពេលនេះពួកគេនឹងគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះហើយអ្នកខ្លះនឹងគឺបានរត់បុកគ្នាពេញនឹងតែម្ដងអញ្ចឹងហើយជាមួយនឹងអាវុធដែលនៅក្នុងដៃនោះក៏បានចាក់គ្នាឯងពេញនឹងតែម្ដងទៅស្របពេលដែលគាត់គឺកិច្ចធម្មតាព្រោះគេទាំងអស់គ្នានៅពេលនេះវិញគឺបានត្រឹមតែវាយគ្នាឯងតែប៉ុណ្ណោះដូច្នេះហើយនៅទីបំផុតគ្នាឯងគឺសម្លាប់គ្នាឯងនឹងឯងហើយខណៈដែលអ៊ីងម៉ឹងវិញគាត់គឺបានត្រឹមតែក្រវីក្បាលស្របពេលដែលឈិនយានដែលជាទូប្រុសរបស់យើងក៏បាននិយាយថាគាត់មិនឆ្ងល់ទៀតនោះទេព្រោះថាយ៉ាងណាមិញកូនសិស្សទាំងអស់នោះគឺជាកូនសិស្សដែលបានទទួលការបង្ហាត់បង្រៀនអំពីព្រឹត្តិការណ៍
ការធំដូច្នេះហើយវាគឺជារឿងធម្មតានោះទេប៉ុន្តែពួកគេហាក់បីដូចជាឆោតល្ងងពេកហើយប៉ុន្តែក៏សំណាងល្អដែរដែលលោកពូម៉ឹងរបស់គាត់បង្ហាញខ្លួនទាន់ពេលវេលាបើមិនដូច្នេះទេគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលធ្លាក់ចូលទៅក្នុងអន្លង់ជ្រៅហើយចំណែកអ៊ីងម៉ឹងគឺពិតជាមិនយល់នោះទេឈិនយានក៏ប្រាប់ថាកុំបារម្ភអីគាត់នឹងពន្យល់មួយហើយនៅពេលនេះគាត់ក៏ចាប់ផ្ដើមធ្វើការចម្រាញ់ថ្នាំគ្រឿងនិយាយថាសំណាងល្អដែរពូម៉ឹងរបស់គាត់ទទួលបាននៅសម្ភារៈល្អមួយចំនួនដូច្នេះនៅពេលនេះគាត់នឹងធ្វើការចម្រាញ់ថ្នាំគ្រឿងជាមុនសិនស្របពេលដែលអ៊ីងម៉ឹងក៏សួរទៅកាន់ឈិនយានថាតើគាត់បានរៀននៅបច្ចេកទេសឬមួយក៏ជំនាញនៃការចម្រាញ់ថ្នាំគ្រឿងនេះតាំងពីពេលណាមកព្រោះថានៅក្នុងទីក្រុងធានអ៊ីមានអ្នកវឹកហាត់មិនដល់100នាក់នោះទេដែលពួកគេចេះចម្រាញ់ថ្នាំគ្រឿងចំណែកឈិនយានក៏ប្រាប់ថារឿងនេះចាំនិយាយគ្នានៅពេលក្រោយទៅសំខាន់នៅពេលនេះលោកពូទុកចិត្តខ្ញុំដែរឬអត់អ៊ីងម៉ឹងក៏ប្រាប់ថាប្រកាសជាទុកចិត្តហើយព្រោះថាកាលពីពេលមុននោះនៅពេលដែលគាត់ត្រូវបានគេបោះបង់ចោលនៅលើកំពូលភ្នំឡាំងយ៉ាកាលពីពេលដែលគាត់នៅក្មេងនោះឪពុកទូប្រុសរបស់យើងគឺជាអ្នកជួយសង្គ្រោះគាត់ចាក់ចេញអំពីមាត់ឆ្កែចចដូច្នេះហើយគាត់ក៏បានស្បត់ដោយគាត់នឹងបម្រើគ្រួសារអ៊ីនដោយស្មោះត្រង់ពេញមួយជីវិតតែម្ដងចំណែកឈិនយានក៏តបទៅវិញថាលោកពូក៏ស្ទើរតែស្លាប់បាត់បង់ជីវិតដែរកាលពីប៉ុន្មានឆ្នាំមុននៅពេលដែលព្យាយាមជួយសង្គ្រោះឪពុកម្ដាយរបស់ខ្ញុំដូច្នេះហើយការដែលនិយាយថាជំពាក់គុណគ្រួសារអ៊ីនហាក់បីដូចជាមិនសមនោះទេគាត់ក៏នៅតែដកដង្ហើមថោកនិយាយទាំងការស្ដីបន្ទោសមកកាន់ខ្លួនឯងដែលគាត់មិនអាចរកឃើញឪពុកម្ដាយរបស់ទូប្រុសហើយនឹងឆៃប៉ុន្តែឈិនយានក៏នៅតែប្រាប់ថាមិនចាំបាច់បន្ទោសខ្លួនឯងនោះទេព្រោះថាថ្ងៃណាមួយគាត់ប្រកាសជាទៅរកពួកគេហើយដូច្នេះនៅពេលនេះបើទោះបីជាអ៊ីងម៉ឹងមិនទុកចិត្តគាត់ក៏ដោយប៉ុន្តែអ៊ីងម៉ឹងគ្មានហេតុផលអ្វីដែលមិនទុកចិត្តទូប្រុសយើងនោះទេដោយគាត់នៅតែសរសើរទូប្រុសយើងការដែលគាត់បានបាត់ខ្លួនកាលពី3ឆ្នាំមុនគឺជាមនុស្សម្នាក់ដែលមានអំណាចខ្លាំងក្លារួចទៅហើយថ្ងៃណាមួយនឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យម្នាក់ហើយនៅពេលដែលទូប្រុសយើងបានត្រឡប់មកវិញនៅពេលនេះក៏មាននៅចំហាយធម្មពលដ៏ខ្លាំងក្លាបានលេចចេញអំពីរាងកាយរបស់គាត់ដែរដោយសំបីតែនិយាយដល់ចំណុចនេះក៏ហាក់បីដូចជាស្ទាក់ស្ទើរបន្តិចទូប្រុសក៏ឲ្យគាត់និយាយបន្តដូច្នេះអ៊ីងម៉ឹងក៏បានបន្តថាកម្លាំងធម្មពលនេះសំបីតែអធិរាជយានក៏មិនអាចប្រៀបស្មើបានដែរឬពាក្យសម្ដីនេះហើយឈិនយានក៏ហាក់បីដូចជាអស់សំណើចបន្តិចដែរគាត់បានតបទៅវិញថាខ្លួនគាត់គឺមិនហ៊ានស្រមៃនោះទេថាខ្លួនឯងនឹងក្លាយទៅជាបែបនេះប៉ុន្តែអ៊ីងម៉ឹងគាត់ក៏នៅតែតបមកវិញថាគាត់គ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះស្របពេលដែលឈិនយានដើម្បីតបស្នងជាមួយនឹងភាពស្មោះត្រង់របស់អ៊ីងម៉ឹងនៅពេលនេះក៏ប្រាប់ថានឹងជួយបំបែកនៅការរាំងស្ទះនៃកម្រិតធម្មពលរបស់គាត់ស្របពេលអ៊ីងម៉ឹងក៏សួរថាតើទូប្រុសយើងគឺពិតជាដឹងមែនទេឈិនយានបាននិយាយថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះពូម៉ឹងរបស់គាត់គឺបានសម្លាប់មនុស្សយ៉ាងច្រើនហើយបំណុលឈាមនេះវាក៏คล้ายទៅជាធម្មពលមួយបានរេរាងកម្រិតនៃការវឹកហាត់របស់ពូម៉ឹងមិនឲ្យមានការរីកចម្រើននោះទេគាត់ឮហើយគឺមិនឆ្ងល់ទៀតឡើយហេតុអ្វីបានជាប៉ុន្មានឆ្នាំមកនេះគាត់មិនអាចបំបែកអាណាចក្រដែលជាកម្រិតនៃការវឹកហាត់របស់គាត់បានទៀតក៏នៅតែបន្តទៀតថាក៏ជាសំណាងល្អដែរដែលយប់មិញនេះគាត់មិនបានប្រើប្រាស់នៅអាវុធរបស់គាត់បើមិនដូច្នេះទេនៅពេលដែលគាត់បង្ខំប្រើប្រាស់វាម្ដងទៀតនោះវានឹងធ្វើឲ្យធម្មពលវិញ្ញាណរបស់គាត់នៅត្រឹងហើយជាប់គាំងនៅក្នុងសមុទ្រចិត្តហើយខណៈដែលវានឹងធ្វើឲ្យសរសៃវិញ្ញាណនិងសរសៃជីពចរនៅក្នុងរាងកាយរបស់គាត់នោះគឺចាប់ផ្ដើមដើរបញ្ច្រាស់ហើយប្រសិនបើគាត់មិនបានស្វែងយល់នៅការពិតនោះទេនោះគាត់គឺមិនអាចជៀសផុតអំពីសេចក្តីស្លាប់បានឡើយឬហើយអ៊ីងម៉ឹងក៏មានការភ្ញាក់ផ្អើលម្ដងទៀតស្របពេលដែលឈិនយានក៏គិតនៅក្នុងចិត្តដែរប្រសិនបើមិនមែនដោយសារអំណាចកម្មផលនៃបំណុលឈាមទាំងអស់នឹងទេគាត់ខ្លាចថាគាត់ប្រហែលជាមិនអាចរស់បានមកដល់សប្តាហ៍នេះឡើយដូច្នេះហើយក៏គិតថាគ្រួសារអ៊ីនរបស់គាត់គឺជំពាក់ពូម៉ឹងច្រើនពេកហើយស្របពេលដែលពូម៉ឹងក៏នៅតែសួរថាតើត្រូវស្វែងរកអាចារ្យដើម្បីបណ្ដេញនៅធម្មពលអាក្រក់នេះដែរឬអត់ប៉ុន្តែឈិនយានក៏ប្រាប់ថាមិនចាំបាច់នោះទេទុកឲ្យគេជាអ្នកដោះស្រាយបន្ទាប់មកគាត់ក៏ប្រើប្រាស់កម្លាំងធម្មពលបន្តិចដើម្បីបើកនៅគម្របចង្ក្រានថ្នាំនិងក៏ប្រាប់ទៅកាន់ពូម៉ឹងរបស់គាត់បន្តទៀតថាមិនថាវាមានការឈឺចាប់ប៉ុណ្ណានោះទេឲ្យគាត់គឺទ្រាំឲ្យបានបើមិនដូច្នេះទេពេលវេលាឆ្នាំក្រោយគឺជាពេលវេលានៃជីវិតរបស់គាត់ហើយស្របពេលដែលឈិនយានក៏បានបដិញ្ញាចិត្តជាមួយនឹងឈិនយានដូច្នេះហើយទូប្រុសគាត់ក៏បានបន្តប្រើប្រាស់កម្លាំងជាមួយនឹងថ្នាំគ្រឿងនេះចាក់បញ្ចូលចំណុចសំខាន់នៃរាងកាយរបស់អ៊ីងម៉ឹងទៅនិងក៏ប្រាប់ទៅកាន់គាត់ថាឲ្យសម្រួលអារម្មណ៍ក៏ដូចជាដកដង្ហើមឲ្យវែងរួចហើយក៏ធ្វើការប្រមូលផ្ដុំកម្លាំងធម្មពលខាងក្នុងបន្តិចក្រោយមកទៀតនោះក៏ឲ្យគាត់បញ្ចេញនៅធម្មពលវិញ្ញាណបន្តិចម្ដងទៅកាន់ចំណុចសំខាន់ទាំង7នៃរាងកាយរបស់គាត់ហើយអ៊ីងម៉ឹងក៏បានធ្វើទៅតាមការណែនាំរបស់ឈិនយានយើងក៏បានឃើញថាកម្លាំងធម្មពលដ៏ខ្លាំងមួយវាក៏បានលេចឡើងមុនពេលដែលឈិនយានក៏បានសួរទៅកាន់គាត់បន្តថានៅពេលនេះគឺមានអារម្មណ៍បែបណាដែរស្របពេលដែលអ៊ីងម៉ឹងក៏ប្រាប់ថានៅពេលនេះគាត់គឺពិតជាមានអារម្មណ៍ថាស្រួលខ្លួនខ្លាំងមែនទែនព្រោះបីដូចជាខ្លួនគាត់នឹងគឺបានទល់លីមួអស់រយៈពេល10ឆ្នាំមកហើយអញ្ចឹង
ហើយនៅពេលនេះសំបីតែកម្រិតធម៌ពលរបស់គាត់នឹងក៏មានការកើនឡើងមួយកម្រិតទៀតដែរដូច្នេះក៏នៅតែសរសើរទូប្រុសយើងថាគាត់គឺពិតជាអស្ចារ្យខ្លាំងមែនទេចំណែកឈិនយានក៏បានបន្តថាថ្នាំគ្រឿងនេះវាគឺពិតជាមានជាតិពឹសខ្លាំងមែនទេដែលវាអាចបំពុលមនុស្សនៅក្នុងគ្រួសារអ៊ីនបានទាំងមូលដូច្នេះហើយបានជាគាត់គឺត្រូវការជឿជាក់របស់អ៊ីងមឹងហើយនៅពេលនេះគាត់ក៏បានប្រើប្រាស់នៅបច្ចេកទេសក៏ដូចជាវិធីសាស្ត្រនៃថ្នាំគ្រឿងរបស់គាត់នឹងបណ្ដេញនៅធម៌ពលអាក្រក់ឲ្យចាក់ចេញអំពីរាងកាយរបស់គាត់អស់ហើយស្របពេលដែលអ៊ីងមឹងក៏នៅតែសរសើរទូប្រុសយើងថាបច្ចេកទេសនៃការចម្រាញ់ថ្នាំរបស់គាត់នៅពេលនេះគឺឈានដល់ចំណុចកំពូលហើយដែលគាត់ខ្លាចថាសម្បីតែសហគមន៍គ្រូចម្រាញ់ឱសថនៃទ្វីបធានស៊ីងនេះក៏មិនអាចប្រៀបស្មើបានដែរឈិនយានក៏គិតថាស្ថាបនិកសហគមន៍នៃគ្រូចម្រាញ់ឱសថនេះបើទោះបីជាគេបានឡើងទៅដល់ឋានសួគ៌ក៏ដោយប៉ុន្តែគេគ្រាន់តែជាមន្ត្រីនៅក្រោមអាវ៉ាត់របស់គាត់តែប៉ុណ្ណោះដូច្នេះហើយគឺមិនស័ក្តិសមនៅក្នុងការនិយាយនោះទេគាត់ក៏បានផ្ដល់នៅបញ្ជាមួយទៀតទៅឲ្យពូម៉ឹងរបស់គាត់ឲ្យគាត់គឺធ្វើការវឹកហាត់ឲ្យបានល្អហើយ3ថ្ងៃទៀតគាត់ប្រកាសជាបំបែកបានមួយកម្រិតទៀតហើយក៏ឲ្យពូម៉ឹងហ្នឹងគឺស្វែងរកនៅសម្ភារៈឱសថមកឲ្យគាត់ផងដែរដោយសារតែគាត់មានរឿងរ៉ាវតូចតាចមួយចំនួនទៀតដែលត្រូវដោះស្រាយចំណែកនៅពេលនេះវិញគាត់ក៏បានធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយកន្លែងដែលជាហាងរបស់គ្រួសារអ៊ីនដែរហើយក្នុងពេលនោះក៏ស្រាប់តែមានក្មេងស្រីម្នាក់ដែលជាកូនស្រីរបស់ព្រឹទ្ធាចារ្យទី3ហ្នឹងក៏បាននាំគាត់ទៅកន្លែងម្ហូបអាហារទៅស្របពេលដែលឈិនយានក៏បានសរសើរនាងថាពិតជាអស្ចារ្យដែលនាងបានរៀបចំពិធីដើម្បីទទួលគាត់ប៉ុន្តែដោយសារតែនៅតាមផ្លូវបានជួបបញ្ហាមួយចំនួនដូច្នេះហើយបានជាគាត់នឹងគឺយឺតយ៉ាវបន្តិចស្របពេលដែលហ្វៃនៅតែរអ៊ូជាមួយនឹងពួកមនុស្សទាំងអស់នោះហើយក៏ប្រាប់ថានាងនឹងទៅប្រាប់ឪពុករបស់នាងដែរដោយមិនឲ្យចូលរួមជាមួយនឹងបញ្ហានេះទៀតប៉ុន្តែទូប្រុសក៏ប្រាប់ថាវាគ្រាន់តែជារឿងរ៉ាវតូចតាចតែប៉ុណ្ណោះហើយគាត់ក៏ឃើញថាម្ហូបទាំងអស់នេះគឺសុទ្ធតែជាម្ហូបដែលគាត់ចូលចិត្តនាងក៏ប្រាប់ថាជាការពិតណាស់នេះគឺសុទ្ធតែជាថ្វីដៃរបស់នាងដែលនាងជាអ្នកធ្វើទាំងអស់ប៉ុន្តែគាត់ក៏បាននិយាយថាប៉ុន្តែម្ហូបមួយមុខនេះនាងប្រហែលជាមិនមែនជាអ្នកធ្វើឡើយដូច្នេះហើយនាងក៏បានខ្មើតបន្តិចទៅហើយជាមួយគ្នាក៏ស្រាប់តែសម្លេងមួយក៏បានបន្លឺឡើងដោយឪពុករបស់នាងគឺបានស្រែកសួរទៅកាន់នាងតើអ្នកណាទៅគឺជាអ្នកអនុញ្ញាតឲ្យនាងរៀបចំនៅតុអាហារទាំងអស់នេះដោយគ្មានការអនុញ្ញាតហើយភ្ញៀវនៅក្នុងហាងគ្រាន់តែបានឃើញព្រឹទ្ធាចារ្យបានចូលមកនឹងពួកគេនឹងគឺបានរត់ចាក់ចេញអស់ទៅចំណែកហ្វៃក៏និយាយទៅកាន់ឪពុករបស់នាងថានេះគឺជាហាងរបស់គ្រួសារអ៊ីនការដែលនាងរៀបចំអាហារទាំងអស់នេះឡើងដើម្បីទទួលទូប្រុសយើងតើវាគឺមានអ្វីខុសទៅព្រឹទ្ធាចារ្យធំក៏និយាយទៅកាន់នាងឲ្យនាងចាក់ចេញទៅវិញចុះដោយសារតែនៅពេលនេះគាត់គឺមានពាក្យសម្ដីមួយចំនួនដែលចង់និយាយជាមួយនឹងទូប្រុសយើងហើយនាងក៏ប្រាប់ថាមិនទៅនោះទេស្របពេលដែលឈិនយានក៏ឲ្យនាងចាក់ចេញទៅវិញចុះដោយសារតែគាត់គឺខានបានជួបគ្នាជាមួយនឹងព្រឹទ្ធាចារ្យទាំង4អស់រយៈពេលយូរណាស់មកហើយដូច្នេះហើយក៏មាននៅពាក្យពេចន៍មួយចំនួនដែលចង់និយាយគ្នាជាមួយនឹងគាត់ដែរបន្ទាប់ពីបានលើពាក្យសម្ដីចេញអំពីមាត់បងប្រុសយានហើយនៅពេលនេះហ្វៃក៏មិនប្រកែកទៀតដែរហើយនាងក៏បានដើរចាក់ចេញប៉ុន្តែមុននឹងដើរចាក់ចេញនោះក៏បានធ្វើមុខឌឺឪពុករបស់នាងបន្តិចទៅស្របពេលដែលឈិនយានគាត់ក៏បានភ្លក់នៅនំមួយហើយគាត់ក៏បាននិយាយថារូបមន្តក៏ដូចជារសជាតិហ្នឹងគឺនៅតែជាអ្វីដែលគាត់ធ្លាប់បានស្គាល់កាលពីពេលមុននិងក៏សួរទៅកាន់ព្រឹទ្ធាចារ្យទាំង4ថាតើមិនចង់ភ្លក់ទេឬស្របពេលដែលព្រឹទ្ធាចារ្យធំក៏បាននិយាយថាចំពោះរឿងរ៉ាវដែលឈិនយានបានសម្លាប់សិស្សរួមគ្រួសារនោះទោសកំហុសមួយនេះគឺមិនអាចលើកលែងឲ្យបាននោះទេគាត់ក៏បានដើរសម្ដៅចូលទៅរកឈិនយានដែលជាទូប្រុសរបស់យើងទៅស្របពេលដែលសាច់រឿងមួយភាគនេះក៏បានបញ្ចប់ដូចគ្នា